vậy ban chiនិស្សិតកម្ពុជាហ្នឹងគួរតែជ្រើសរើសជំនាញពាណិជ្ជកម្មដែលហៅថា business ទៅសិក្សានៅឯប្រទេសចិនអ្នកទាំងអស់គ្នាគឺមានហេតុផលជាច្រើនអញ្ចឹងតោះទៅមើលហេតុផលទាំងអស់ហ្នឹងជាមួយគ្នាហើយនៅក្នុងយុគសម័យនេះប្រទេសចិនគឺជាប្រទេសមួយមហាអំណាចសេដ្ឋកិច្ចសំខាន់បំផុតអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាទៅសិក្សាជំនាញពាណិជ្ជកម្មនៅឯប្រទេសចិនណាពិតជាមានតម្លៃហើយមិនត្រឹមតែមានសញ្ញាបត្រមួយដែលគេទទួលស្គាល់ឯអ្នកទាំងអស់គ្នាថែមទាំងជួយអ្នកទាំងអស់គ្នានៅក្នុងការងារនោះមិនថាធ្វើជំនាញពាណិជ្ជកម្មផ្សេងតាក់ទងទៅនឹង business អីណាមួយទេគឺល្អខ្លាំងមែនតើអ្នកទាំងអស់គ្នាពេលខ្លះអ្នកទាំងអស់គ្នាអាចកលែងមកមើលចំណុចមួយពីរដែលទូចសំខាន់បំផុតដែលអាចជួយអ្នកទាំងអស់គ្នាបានច្រើនតែពេលអ្នកទាំងអស់គ្នាទៅសិក្សាជំនាញពាណិជ្ជកម្មនឹងនៅឯប្រទេសចិនដែលហៅថា business នឹងអ្នកទាំងអស់គ្នាហេតុផលគឺអ្នកទាំងអស់គ្នាអាចយល់ដឹងទៅលើការទីផ្សាររវាងកម្ពុជានិងចិនអ្នកគ្នាដឹងស្រាប់ហើយថារវាងពាណិជ្ជកម្មនិងកម្ពុជានិងចិននឹងគេមានការវិនិយោគជាច្រើនគឺអ្នកគ្នាដឹងស្រាប់ហើយតាំងពីដើមមករវាងចិននិងកម្ពុជាផងដែរហើយមួយវិញទៀតអ្នកនរគ្នាបើសិនជាចេះភាសាចិនបន្ថែមទៀតក៏ល្អដែរជួយឲ្យអ្នកទាំងអស់គ្នារកប្រាក់កម្រៃឲ្យបានច្រើនទៅលើការចេះភាសាបន្ថែមនឹងហើយមួយទៀតអាហារូបករណ៍នៅប្រទេសចិនអ្នកទាំងអស់គ្នាគេផ្ដល់ឲ្យបានច្រើនមិនថាអាហារូបករណ៍ប្រភេទអីអ្នកទាំងអស់គ្នាសិតសឹងតែ 100% ដែលជូនដល់និស្សិតកម្ពុជារបស់យើងផងដែរចឹងអ្នកទាំងអស់គ្នាបើស្រឡាញ់ទៅសិក្សានៅប្រទេសចិនអាចធ្វើការដាក់ពាក្យបានហើយអ្នកទាំងអស់គ្នាសារព័ត៌មានអីផ្សេងអាចធ្វើការ process តាក់ទងជាមួយនឹងខាង study abroad center របស់យើងបានណាគឺជួយអ្នកទាំងអស់គ្នាបានច្រើនតែម្ដងមួយវិញទៀតហ្នឹងអ្នកទាំងអស់គ្នាបង្កើនបណ្ដាញទំនាក់ទំនងអន្តរជាតិអ្នកទាំងអស់គ្នាដឹងស្រាប់ហើយពេលអ្នកគ្នាទៅរៀននៅខេត្តប្រទេសហ្នឹងមិនត្រឹមតែជួបជាមួយនឹងសិស្សអន្តរជាតិដែលមកពីបណ្ដាប្រទេសផ្សេងទេនឹងជួបបានសាស្ត្រាចារ្យដ៏ល្បីហើយថែមទាំងមានជំនាញដែលតាក់ទងទៅនឹងពាណិជ្ជកម្មហ្នឹងជាច្រើនទៀតអ្នកទាំងអស់គ្នាដែលគាត់អាជីពតែម្ដងហើយគុណភាពនឹងកាន់តែប្រសើរឡើងបើសិនជាអ្នកទាំងអស់គ្នាចេះក្តាប់យកមួយវិញទៀតសាកលវិទ្យាល័យនៅចិនអ្នកទាំងអស់គ្នាគឺគេបង្កើនគុណភាពណាស់ហើយចំណាត់ថ្នាក់ហ្នឹងក៏ខ្ពស់ដែរទៅលើវេទិកានៃការអប់រំអន្តរជាតិផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មនឹងអ្នកទាំងអស់គ្នាដែលយើងឆ្នាំតែហៅថា business ឬក៏ business management អីហ្នឹងទៅអ្នកទាំងអស់គ្នាហើយសម្រាប់ការសម្រេចចិត្តបើអ្នកទាំងអស់គ្នាចង់ទៅសិក្សាជំនាញពាណិជ្ជកម្មដែលហៅថា business នៅឯប្រទេសចិននេះគឺជាការវិនិយោគមួយដ៏ល្អខ្លាំងមែនតើអ្នកទាំងអស់គ្នាដែលអាចឲ្យអ្នកទាំងអស់គ្នានឹងមានការស្រាវជ្រាវនិងមានទស្សនវិស័យទៅលើផ្នែកពាណិជ្ជកម្មហ្នឹងនៅក្នុងអន្តរជាតិផងដែរអ្នកគ្នាការសិក្សាជំនាញមួយហ្នឹងគឺផ្ដោតជួយអ្នកទាំងអស់គ្នាបានច្រើនតែម្ដងវាអត់ពិបាកពេកទេអ្នកទាំងអស់គ្នាសម្រាប់ជំនាញ business មួយហ្នឹងសូម្បីខ្ញុំមានបទពិសោធន៍ផ្ទាល់ដែរគឺខ្ញុំរៀន business management ហ្នឹងហ្មងអ្នកទាំងអស់គ្នាគឺល្អជួយយើងបានច្រើនមិនត្រឹមតែការងារអ្នកទាំងអស់គ្នាអាចជួយយើងរកចំណូលផ្សេងទៀតចឹងអ្នកទាំងអស់គ្នាបើចង់ទៅសិក្សានៅប្រទេសចិនប្រឹក្សាយោបល់ជាមួយនឹងខាង study abroad center របស់យើងបានហើយបើចង់រកជំនួយអីផ្សេងគឺពួកគាត់មានទាំងអស់មិនថាសម្រាប់ VHSK ឬក៏ VIL អីផ្សេងអ្នកទាំងអស់គ្នាឬក៏អ្នកទាំងអស់គ្នាអត់ចេះទៅសេ study plan motivation letter ឬក៏ស្នើសុំ admission ពីសាលាអីទេគឺពួកគាត់មានទាំងអស់នៅក្នុងនោះអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំលើកតែប្រហែលចំណុចនេះទេបើអ្នកទាំងអស់គ្នាស្រឡាញ់ជំនាញមួយហ្នឹងទៅសិក្សានៅឯប្រទេសចិនអ្នកទាំងអស់គ្នាធ្វើការទំនាក់ទំនងជាមួយនឹងខាង study abroad center របស់យើងបានតាមរយៈលេខទូរស័ព្ទ098 313 868អ្នកទាំងអស់គ្នាកុំឲ្យឱកាសមួយនេះកន្លងផុតតែតាក់ទងទៅនឹងការសិក្សាជំនាញមួយនេះដ៏សំខាន់ផងដែរគឺជួយអ្នកទាំងអស់គ្នាបានច្រើនទៅលើមិនត្រឹមតែមានសញ្ញាបត្រមួយទេគឺអាចឲ្យអ្នកទាំងអស់គ្នាស្វែងរកការងារមួយដ៏ល្អបំផុតនៅក្នុងពេលអនាគតផងដែរអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នា